model ព័ត៌មានកិច្ចសន្យានិងការធ្វើបច្ចុប្បន្នភាពព័ត៌មានពលកិច្ចសន្យាដែលស្ទួននៅក្នុងប្រព័ន្ធហើយដើម្បីកែព័ត៌មានបុគ្គលិកកិច្ចសន្យាដែលស្ទួននេះបានសូមលោកស្រីមកវីដេអូដែលខ្ញុំបានបង្ហាញនេះដូចទៅទី1សូមលោកស្រី copy អត្ថន័យរបស់បុគ្គលិកកិច្ចសន្យាដែលស្ទួនបន្ទាប់មកយើងយកអត្ថន័យនោះ copy ចូលទៅក្នុងកន្លែងប្រអប់ស្វែងរកព័ត៌មានបុគ្គលិកកិច្ចសន្យាអញ្ចឹងពេលដែលយើង search ទៅគឺឈ្មោះនោះគឺមានតែមួយទេប៉ុន្តែនៅក្នុងរបាយការណ៍ទិន្នន័យរបស់លោកស្រីគឺមានឈ្មោះនោះទៅពីរអញ្ចឹងយើងត្រូវតែបិទមួយចេញគឺយើងបញ្ចប់ភារកិច្ចរបស់គាត់ចុះយើងមើលសិនថាតើយើងគួរតែបិទបញ្ចប់ភារកិច្ចទៅលើបុគ្គលិកសន្យាមួយណាគឺបើសិនជាលោកស្រីចង់បិទទី2គឺយើងត្រូវរើសយកអត្ថលេខទី2នេះហើយយើង copy អត្ថលេខទី2នេះមកដើម្បីស្វែងរកគាត់ថាតើអត្ថលេខទី2នេះតើមាននៅក្នុងប្រព័ន្ធដែរឬក៏អត់ទេចឹងយើងsearch មកគឺឃើញមានមែនប៉ុន្តែយើងត្រូវតែបិទព័ត៌មានកិច្ចសន្យាមួយនេះចេញជាងទី1គឺយើងចូលទៅកន្លែងសាច់ប្រែបន្តមកទៀតយើង scroll មកកន្លែងក្រោមនេះយើងមើលផ្នែកក្នុងពាក្យថាព័ត៌មានការងារបន្តមកទៀតគឺយើងចូលទៅចុចក្នុងប្រអប់កែប្រែបន្តមកទៀតយើងនឹងឃើញមានពាក្យថាព័ត៌មានការងារមានប្រភេទកិច្ចសន្យាអញ្ចឹងនៅក្នុងប្រអប់ប្រភេទកិច្ចសន្យានោះគឺយើងចុចសញ្ញាព្រួយមកគឺយើងនឹងឃើញមានពាក្យថាប្រភេទកិច្ចសន្យាគ្រូកិច្ចសន្យាគណិតទូទៅគ្រូបង្រៀនកិច្ចសន្យាការប្រព័ន្ធនិងបញ្ចប់ភារកិច្ចគ្រូខ្ចីពីអង្គភាពផ្សេងនិងគ្រូបង្រៀនខ្លីពីអង្គការអញ្ចឹងយើងជ្រើសរើសយកត្រង់ពាក្យថាបញ្ចប់ភារកិច្ចបន្តមកទៀតគឺយើងរក្សាទុកចឹងបន្ទាប់ពីយើង save រក្សាទុកមួយហើយបន្តមកទៀតគឺយើងត្រូវតែរក្សាទុកកន្លែងនេះមួយទៀតគឺប្រអប់រក្សាទុកដើម្បីឲ្យរបាយការណ៍របស់យើងគឺលោតនៅសល់តែមួយឈ្មោះទេចឹងបន្ទាប់ពីលោកស្រីបានធ្វើរួចហើយលោកស្រីចូលទៅរបាយការណ៍យើងវិញបន្ទាប់មកយើងចុច refresh មួយឬក៏លោកស្រីចុច Control R ដើម្បីយើង refreshយើងលោកស្រីចាំតិចទៅវានឹងធ្វើការ refresh ដើម្បីបាត់ឈ្មោះមួយនៅក្នុងចំណោមឈ្មោះ2ដែលយើងឃើញវាស្ទួនហ្នឹងចាអញ្ចឹងនេះបន្ទាប់ពីយើង refresh ហើយយើងនឹងឃើញមានឈ្មោះតែមួយទេអញ្ចឹងការធ្វើបច្ចុប្បន្នភាពរបស់លោកស្រីនឹងទទួលបានជោគជ័យដូច្នេះឈ្មោះដែលស្ទួននេះគឺនៅសល់តែមួយទេជាចំពោះវីដេអូបន្ទាប់ខ្ញុំនឹងធ្វើលើកឡើងពាក់ព័ន្ធជាមួយនឹងបុគ្គលិកកិច្ចសន្យាដែលស្ទួនដែលមានចំនួនច្រើនលើសពី2អញ្ចឹងសូមគោរពតាមដានទាំងអស់គ្នា